ឬព្រោះបើអត់ទាន់ចាស់ទុំគ្រប់គ្រាន់ទេកុំទាន់បង្កើតគ្រួសារអីកុំឲ្យយកកូនស្រីគេមកវេទនានេះគឺជាសាច់រឿងរបស់ follower ខ្ញុំម្នាក់ណាអ្នកគ្នាគាត់ស្រឡាញ់គ្នារយៈពេលខ្លីប៉ុន្តែនៅពេលដែលម្នាក់ប្រុសនឹងចង់ច្បាស់លាស់អញ្ចឹងទៅគាត់ក៏គិតថាអូប្រហែលជាគេស្រឡាញ់យើងគេពិតជាឲ្យតម្លៃយើងហើយអ្នកនរគ្នាដឹងមិនអត់ម្នាក់ប្រុសហ្នឹងនៅពេលដែលហូបជាប់ពាក្យគាត់អញ្ចឹងណាគឺគេទៅលេងផ្ទះលេងអីសិនតែនៅពេលដែលទៅលេងហ្នឹងគឺម្ដាយហ្នឹងទៅលេងដែរអញ្ចឹងណាគាត់ជួនបងស្រីរបស់ម្នាក់ស្រីហ្នឹងស្ដាប់ឮម្ដាយហ្នឹងទេទៅបងប្អូនគេថាចាយកប្រពន្ធម្ដងនេះត្រូវព្រោះអីផ្ទះធំអីអញ្ចឹងណាតែអ្នកនរគ្នាដឹងមិនអត់ទៅលេងផ្ទះខាងស្រីហើយស្រាប់តែពេលភ្ជាប់ពាក្យយកលេសថាអត់សូវមានលុយទេឲ្យម្នាក់ស្រីនឹងជួយចេញទៅហើយម្នាក់ស្រីនឹងដោយសារតែស្រឡាញ់ក៏ម្នាក់ស្រីនឹងគិតថាចាសុកចិត្តខ្ចីលុយម៉ាក់ខ្លួនឯងហ្នឹងណាដើម្បីរៀបចំកម្មវិធីភ្ជាប់ពាក្យទិញទួយព្រោះគិតថាចាចាំពេលដែលយើងការហើយចាំយើងយកលុយចំណងដៃយើងហ្នឹងទៅសងគាត់វិញព្រោះអីការហើយគឺលុយរួមទេយល់អត់អញ្ចឹងស្មើនឹងបែរថាម្នាក់ប្រុសហ្នឹងគឺបែរថាអត់មានអីសោះអត់មានអីសោះហើយលុយដែលភ្ជាប់ពាក្យហ្នឹងគឺជាលុយរបស់ខាងស្រីទាំងអស់ដូចខាងស្រីទៅតំហើយគាត់ថាចាតាំងពីភ្ជាប់ពាក្យហើយម្នាក់ប្រុសហ្នឹងគឺមកអុកឲ្យខាងស្រីហ្នឹងជួយខ្ចីលុយម៉ាក់ឲ្យរហូតតែថាបន្តិចខ្វះលុយបងលុយទេបន្តិចបងឡានបងអីអញ្ចឹងណាយល់អត់ហើយម្នាក់ស្រីហ្នឹងតែអស់គ្នាយល់ថាមនុស្សស្រឡាញ់គេអត់ហើយក៏មិនបានទៅសើប្រវត្តិគេអីវែងឆ្ងាយដែរនិយាយទៅស្រឡាញ់ងប់បដ ாய் គាត់អត់មានស្ដាប់បងប្អូនគាត់ហើយបងប្អូនគាត់ក៏អត់មាននិយាយអីច្រើនដែរព្រោះគាត់ថាបងអូនអត់ស្ដាប់ដដែលអញ្ចឹងណាអញ្ចឹងបដ ாய் អីអញ្ចឹងទៅតែចុងក្រោយរស់នៅមួយគ្នាអត់កើតដោយសារអីដោយសារម្នាក់ប្រុសហ្នឹងគឺសដងម៉ែឪបងប្អូនមកនៅជាមួយទាំងអស់ហ្មងសូម្បីតែប្អូនគាត់ហ្នឹងគាត់ផ្គត់ផ្គង់ឲ្យរៀននៅផ្ទះជាមួយនឹងគ្នាហ្នឹងហើយនៅផ្ទះជុំគ្រួសារតាប៉ាម៉ាក់ក្មេកទាំងប្អូនទៀតតែនៅពេលដែលប្អូននឹងមានប្រពន្ធហើយត្រូវតែនៅនឹងទៀតហើយលុយចំណាយបាយទឹកក្នុងផ្ទះប្រពន្ធនេះជាអ្នកចេញទាំងអស់ទាំងចាក់ស្ដែងម្នាក់ប្រុសហ្នឹងអត់ឲ្យលុយម្នាក់ស្រីនឹងកាន់ទេពេលខ្លះម្នាក់ស្រីហ្នឹងអាប្រាក់ខែដែលរកបានហ្នឹងត្រូវដកជាប្រចាំខែឲ្យម្ដាយឪពុកក្មេកទៀតដោយសារគាត់ឈឺជាប្រចាំអីចឹងទៅអូចង់និយាយថាមានអារម្មណ៍ថាដូចនិយាយឲ្យក្រក់ស្ដាប់ដូចចិញ្ចឹមមនុស្សប្រុសដូចចិញ្ចឹមប្តីណាអ្នកអស់គ្នាយល់អត់មិនចិញ្ចឹមតែប្តីចិញ្ចឹមទាំងគ្រួសារចិញ្ចឹមគ្រួសារខាងប្តីហ្មងជាទូទៅពេលការហើយយើងត្រូវចេះចែកម្លែកអាចនិយាយបានថាចាប្តីរកលុយបានឲ្យប្រពន្ធទុកដាក់ឲ្យយល់ចាពេលដែលខ្វះលុយទិញដីទិញអីអញ្ចឹងនិយាយទៅមកអុកខាងប្រពន្ធនេះឲ្យទៅរកខាងគ្រួសារណៃទៅព្រោះគ្រួសារណៃមានយេនិយាយទៅពេលដែលខ្វះខាតគឺមកអុកខាងស្រីហ្នឹងហើយគាត់ថាចាថ្ងៃមួយចង់ដូរឡានដោយសារអីទៅធ្វើការឡានហ្នឹងរៀងចាស់អីអញ្ចឹងទៅមកអុកគាត់ហ្នឹងណាឲ្យទៅខ្ចីលុយម៉ាក់គាត់ដេកបាយក្នុងដាក់គាត់យល់អត់អ្នកនរគ្នាយល់អត់ហើយប្រពន្ធនេះហេតុតែស្រឡាញ់ប្តីសុខចិត្តទៅមកអុកម៉ែឪខ្លួនឯងដើម្បីលុយប្តីដូចមនុស្សប្រុសចរិតស្រីមែនបាក់និយាយដល់ហើយអ្វីដែលគាត់ឈឺចាប់បំផុតហ្នឹងណាគាត់ធ្វើអីក៏ដែរត្រូវដែរម្ដាយក្មេកបោះសម្ដីថាបើសិនជាប្រពន្ធនឹងកើតលេងក្បាលចោលទៅអេក៏សាហាវសម្រាប់ម៉េះយល់ទេរងថ្ងៃហ្នឹងចង់និយាយថាចេះរងថ្ងៃហ្នឹងអីគេរស់នៅដើម្បីគេតែគ្រួសារនឹងខាងស្រីអ្នកចំតែសម្ដីឆ្លោះសាហាវម៉េះម៉ាក់ក្មេកនិយាយទៅខាងស្រីនឹងក៏យើងនឹងក៏ខុសដែរព្រោះអីពេលដែលគាត់ឆាតមកហ្នឹងគឺគាត់បានលេងលះជាមួយនឹងគ្នាហើយគាត់ថាគាត់ឆ្អែតចិត្តគាត់ថានៅមានរឿងវែងឆ្ងាយជាងនឹងទៀតតើអ្វីដែលគាត់ឆ្អែតចិត្តហ្នឹងឆ្អែតចិត្តត្រង់ថាអញ្ចេះមូលហេតុដែលគាត់ស្រឡាញ់គេខ្លាំងពេកអត់ស្ដាប់មនុស្សជំនាញខ្លួនហើយមួយវិញទៀតប្តីគាត់ហ្នឹងគឺចរិតស្រីបែរថាចេះអាមុននឹងការហ្នឹងផ្សេងមេថាពេលដែលតាក់តងគ្នាជាសង្សារហ្នឹងគឺ take care បើថាដូច gentleman ណាប៉ុន្តែធៀបទៅវាគ្រាន់តែជាការសម្ដែងទេព្រោះនៅពេលដែលការហើយអញ្ចឹងគឺលុយអត់ឲ្យគាត់កាន់ទេពេលដែលគាត់ឈឺថ្កាត់អញ្ចឹងឲ្យម្ដង10 20រៀលសំខាន់គាត់និយាយចេះគេមិនស្រឡាញ់គាត់ទៅចម្លែកព្រោះនៅមួយនឹងគ្នាគាត់ម្រើគ្រប់សពបែបយ៉ាងហ្នឹងសុខដោយសារគាត់គិតថាសុភមង្គលហ្នឹងសំខាន់ជាងលុយប៉ុន្តែអ្វីដែលគាត់ទទួលបានវិញគឺការមិនឲ្យតម្លៃអំពីម៉ែឪក្មេកហើយនឹងបងប្អូនហើយគាត់ចង់ផ្ដាំមួយទៀតថាអញ្ចេះបើសិនជាមនុស្សប្រុសដែលអត់ទាន់មានចំហច្បាស់លាស់ក្នុងការបង្កើតគ្រួសារទេបើចាំបាច់ចូលហ្មងមូលហេតុអីដឹងអត់គាត់ថាវាមិនដាណាការពីរនាក់យើងចាប់ដៃគ្នាយើងចង់មានចង់បានណានេះចាំមកគ្រួសារមិនខំតាខាងគ្នាស្រីម្នាក់ឯងតាមពិតទៅអញ្ចេះគ្រួសារមួយមានសុភមង្គលតើតែយើងខំប្រឹងរកលុយដើម្បីយកមកសន្សំមួយគ្នាទិញឡានទិញផ្ទះអីជាមួយនឹងគ្នាអូខេបើថាចង់ចាំម៉ែក្មេកក៏ខាងប្រុសគាត់អាចនឹងជួយផ្ដល់លុយនឹងទៅឲ្យខាងស្រីហ្នឹងឲ្យខាងស្រីហ្នឹងគាត់អាចនឹងគត់គង់របៀបជាការដែលមើលថែធ្វើបាយធ្វើទឹកអីអញ្ចឹងណាប៉ុន្តែនេះអត់ទេសំបីតែលុយក៏ខាងស្រីទិញចេញឲ្យសំបីតែអីខ្វះខាតបន្តិចក៏ខាងស្រីវាហាក់បីដូចជាវាអត់ស្មើភាពគ្នាវាដាក់បន្ទុកមកខាងមនុស្សស្រីខ្លាំងណាស់ពេលខ្លះហើយមានអារម្មណ៍ថាចេះពេលដែលយើងស្ដាប់រឿងហៅទាំងអស់នៅក្នុងសង្គមចាក់ស្ដែងមានអារម្មណ៍ថាមនុស្សស្រីសុខខ្វះអយុត្តិធម៌ការហើយភាគច្រើនមនុស្សស្រីគឺជាអ្នកដែលបោះបង់ការងារសម្រាប់មើលថែចានឆ្នាំក្នុងផ្ទះសម្រាប់មើលថែកូនមើលថែប្តីចឹងពេលខ្លះអាចំណេះដឹងដែលគាត់ខំរៀនមកជីវិតហ្នឹងគាត់ត្រូវបោះចោលនៅពេលដែលគាត់មានគ្រួសារយ៉ាហើយម្នាក់ស្រីហ្នឹងគាត់ឆ្អែតណាអ្នកគ្នាយល់ថាមិនដឹងថារៀបរាប់ប្រាប់អ្នកណាឲ្យគេយល់អារម្មណ៍មួយនឹងព្រោះអីគាត់អត់នឹកស្មានថាការដែលគាត់បញ្ចប់ជីវិតនៅលាវធ្វើឲ្យគាត់
មានអារម្មណ៍ថាគាត់ហត់ណាគាត់ហត់ចិត្តការសម្រេចចិត្តរបស់គាត់ខុសព្រោះគាត់អត់ចង់មានប្តី2ប្តី3អីអញ្ចឹងទេហើយអ្វីដែលគាត់ជឿចាប់ហ្នឹងបែបថាជាធម្មតាជីវិតជាប្តីប្រពន្ធគឺយើងត្រូវតែមានរឿងអីភាសាគ្នាប៉ុន្តែគាត់អត់ទេគាត់ត្រូវតែជួយបងប្អូនគាត់អញ្ចឹងគាត់អត់មានភាសាមើលប្រពន្ធនេះគាត់ធ្វើអីដោយចិត្តឯងព្រោះលុយគាត់អ្នកកាន់មិនមែនម្នាក់ស្រីនឹងអ្នកកាន់ទេម្នាក់ស្រីនឹងបែបថាធ្វើការអញ្ចឹងទៅលុយនឹងត្រូវគត់គង់នៅក្នុងផ្ទះគាត់អីអញ្ចឹងទៅមកហូបអីអញ្ចឹងព្រោះពេលខ្លះគាត់គិតថាអញ្ចេះប្តីមិនអោយក៏អត់ទៅព្រោះដោយសារគ្រួសារតែមួយប៉ុន្តែគាត់គិតថាគាត់គិតខុសព្រោះគ្រប់យ៉ាងរយៈពេលដែលគាត់នៅជាមួយនឹងគឺគាត់អ្នកចំណាយទាំងអស់ពេលគាត់ធ្វើការបានលុយយកមកចំគ្រួសារគេទៅតែពេលខាងប្តីបានលុយគេទុកខាងគេទៅគេអត់ផ្ដល់ឲ្យវាអយុត្តិធម៌មែនដោយសារអីគេបើនិយាយពីប្រពៃណីខ្មែរវាជាប្រពៃណីមួយឯងប៉ុន្តែហេតុអីបានយើងឲ្យប្រពៃណីហ្នឹងលុបបំបត្តិអារបៀបថាអាភាពយុត្តិធម៌សម្រាប់យើងហ្នឹងមានន័យថាចេះពេលដែលយើងការជាទូទៅកូនស្រីត្រូវតែបាត់បង់ការងារដើម្បីប្រមើលថែប្តីអញ្ចឹងណាមែនទេតាមពិតអាហ្នឹងវាមិនមែនជាប្រពៃណីអីវាគ្រាន់តែជាជំរឿយល់អត់ប៉ុន្តែចង់និយាយថាចេះពេលខ្លះអា mindset នៅក្នុងសង្គមខ្មែរយើងមនុស្សស្រីគាត់ពិតជារងសម្ពាធខ្លាំងមែនតើហ្មងដោយសារតែគិតថាមនុស្សស្រីវិលចង្ក្រានមិនចុំទេបែបអញ្ចឹងពេលខ្លះគ្នាត្រូវបោះបង់អាការងារក្នុងសម័យគ្នាហ្នឹងមកបំពេញតែតបកិច្ចធ្វើជាកូនប្រសាធ្វើជាប្រពន្ធល្អធ្វើជាម្ដាយល្អធ្វើឲ្យគ្នាហ្នឹងបែបថាកប់ potential ខ្លួនឯងចោលនៅពេលដែលមានគ្រួសារអីអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់បែកគ្នាហើយគាត់ក៏មិនបានទៅស្ដាយក្រោយអីដែរគាត់គ្រាន់តែចង់ចែកម្លែករឿងហ្នឹងតែកម្មមនុស្សស្រីខ្លះអញ្ចឹងមុននឹងរៀបការឲ្យមើលមនុស្សផុសអ្នកខ្លះតាក់តងគ្នាអញ្ចឹងគេសំដែងតាក់តងគ្នាច្រើនឆ្នាំប៉ុន្តែគាត់ថាអត់សំខាន់ជាងការដែលនៅមួយនឹងគ្នាពេលដែលនៅមួយគ្នាអញ្ចឹងបានដឹងថាម្នាក់ប្រុសហ្នឹងគឺចរិតបែបណាអីអញ្ចឹងទៅហើយដូចអ្នកនរគ្នាដឹងអញ្ចឹងថាពួកខ្ញុំអត់សូវនិយាយជីវិតជាគ្រួសារទេប៉ុន្តែរឿងខ្លះយើងគិតថាការដែលគាត់ចែកម្លែកហ្នឹងដោយសារតែគាត់ឈឺចាប់ហើយវាជាអត្ថប្រយោជន៍សម្រាប់មិត្តស្ត្រីផ្សេងទៀតអញ្ចឹងទៅក៏យើងយកមកចែកម្លែកពីសាច់រឿងគាត់យើងអត់ចង់ផ្ដល់យោបល់អីច្រើនឲ្យគាត់ទេព្រោះអីអ្វីដែលគាត់ចែកម្លែកក៏វាល្អម្យ៉ាងដែរព្រោះដោយសារគាត់ដើរផ្លូវមុនយើងគាត់ដើរមុនយើងមានន័យថាចាដូចបងយើងគាត់ចែកម្លែកមកកាន់ប្អូនឯងអញ្ចឹងណាថាយើងអត់ត្រូវធ្វើអញ្ចឹងមុននឹងយើងយកគ្រួសារយើងត្រូវរៀបចំអីខ្លះដើម្បីពេលកុំឲ្យពេលមានគ្រួសារទៅវាពិបាកអញ្ចឹងទៅចឹងបានពួកខ្ញុំយកមកចែកម្លែកសម្រាប់អ្នកនរគ្នាពេលខ្លះមិនបាច់ចាំបាច់ដល់យើងខ្លួនឯងជួបរឿងហ្នឹងឯងនៅពេលដែលគេនិយាយអ្វីដែលតំណងអ្នកនរគ្នាអាចយកទុកនៅក្នុងចិត្តអាចនឹងដើរជៀសវាឲ្យទៅព្រោះមិនប្រកាសថាពេលដែលអ្នកនរគ្នាជួបដូចគេអ្នកនរគ្នាមានចិត្តរឹងមាំដូចគេនឹងអាចទល់អារឿងហ្នឹងបានទេគាត់ថាចេះតាមពិតណាគាត់អត់ហាមប្តីគាត់នឹងស្រឡាញ់ឪពុកម្ដាយក្មេងស្រឡាញ់បងប្អូននេះប៉ុន្តែឲ្យដឹងថាខ្លួនឯងមានប្រពន្ធហើយយើងអាចប្រៀបធៀបក្តីស្រឡាញ់រវាងម្ដាយយើងជាមួយនឹងប្រពន្ធថាមួយណាដែលយើងស្រឡាញ់ជាងបានគាត់ថាធ្វើអញ្ចឹងមិនកើតបើអ្នកឯងអត់អស់អាឡ័យពីពុកម្ដាយខ្លួនឯងអ្នកឲ្យបង្កើតគ្រួសារទៅអីអ្នកឯងនៅលីវសិនទៅគេមិនមែនហាមមិនឲ្យស្រឡាញ់ទេប៉ុន្តែធម្មតាតែយើងសម្រេចចិត្តថាមានគ្រួសារយើងត្រូវគិតពីគ្រួសារយើងមែនអត់មិនមែនខំប្រឹងរលុយការជាមួយប្រពន្ធហើយអ្នកឯងចង់គត់គង់គ្រួសារអ្នកឯងអស់ប៉ុន្តែអ្នកឯងអត់គិតពីប្រពន្ធអាហ្នឹងគាត់និយាយចំណុចហ្នឹងត្រូវដែរណាអស់គ្នាគាត់ថាចេះអញ្ចឹងយកខ្ញុំមកទៅអីបើយកខ្ញុំឲ្យអត់មានខំប្រឹងរកស៊ីអត់មានឲ្យខ្ញុំទុកដាក់លុយអ្នកឯងកាន់លុយឲ្យខ្លួនឯងតែយកគាត់នឹងមកដើម្បីឲ្យគាត់បំរើគ្រួសារអ្នកឯងឬក៏មិនវិញយល់ទេអញ្ចឹងអ្វីដែលគាត់បកស្រាយមកគឺវាសមហេតុផលល្មមដែលគាត់ឈឺចាប់ដែរហើយអញ្ចឹងខ្ញុំឃើញអញ្ចឹងមិនមែនមើលផុសខ្លះគាត់ការហើយគាត់ចាត់ទុកម្នាក់ស្រីហ្នឹងគឺដូចស្រីបំរើនៅក្នុងផ្ទះអញ្ចឹងបំពេញឲ្យគ្រប់យ៉ាងលើក្រែហងបាយទឹកហងផ្ទះសំបែងហងកៅអៅហងប៉ុណ្ណឹងហើយនៅតែអត់ត្រូវទៀតប៉ុនចង់ក្រោយលុយកាក់បានយកទៅគ្រប់គ្រងម៉ែឲ្យគាត់ឲ្យគ្នាស្គាល់ឲ្យគ្នាជាប្រពន្ធថ្ងៃហ្នឹងការងារបងការងារផ្ទះតិចតួចសម្រាប់ប្រពន្ធហត់ណាស់ហ្នឹងហើយហត់មែនតើណាអ្នកខ្លះគាត់ឲ្យតម្លៃការងារចានឆ្នាំងស្ត្រីណាគាត់គិតថាអញ្ចឹងនៅពេលដែលគាត់គិតថានៅពេលដែលប្រពន្ធគាត់ឈប់ធ្វើការអញ្ចឹងទៅប្រពន្ធគាត់ធ្វើតែការងារក្នុងផ្ទះអត់តុបតែងខ្លួនក៏គិតថាប្រពន្ធរបស់គាត់ឡើងមានភាព attractive ទៀតអត់ស្អាតដូចស្រីខាងក្រៅតែគាត់អត់ដឹងទេណាអាការងារក្នុងផ្ទះហ្នឹងគឺរវល់រហូតហ្មងហើយអត់មានប្រាក់ខែចំណូល100រៀលអីទេតែគាត់អត់សូវឲ្យតម្លៃទេអញ្ចឹងសម្រាប់រឿងបងស្រីនេះគឺជារឿងមួយដែលពួកខ្ញុំគិតថាវាល្អខ្លាំងមែនតើដែលគាត់បានចែកម្លែកទៅកាន់ social media ក៏ដូចជាទៅកាន់ស្ត្រីផ្សេងទៀតឲ្យគាត់បែរថាមើលមនុស្សផងអីអញ្ចឹងណាហើយវាល្អខ្លាំងមែនតើហើយសម្រាប់ពួកខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយវីដេអូក្រោយបាយបាយ